បាទពុកម៉ែបងប្អូនមិនមែនតែប្រទេសកម្ពុជាយើងទេតែពហិការមានប្រើតំណែងបោះចោលសៀមឥឡូវហ្នឹងដល់ភូមិមាម្ដងភូមិមាមានពហិការមានប្រើតំណែងបោះចោលសៀមដែរបើណាហ៊ានដឹកជញ្ជូនតំណែងបោះចោលសៀមចូលក្នុងប្រទេសគឺមានទោសដូចគ្នានឹងដកហូតយកឡានយកអីដែលដឹកជញ្ជូនហ្នឹងបងប្អូនមានទោសដូចគ្នាឥឡូវហ្នឹងភូមិមាគេតឹងរឹងគឺគេតាមស្ទាក់តាមចាប់ហ្នឹងឡានណាដែលដឹកជញ្ជូនតំណែងបោះចោលសៀមចូលក្នុងប្រទេសគេបងប្អូនបាទហ្នឹងហើយពួកសៀមគេមិនសប្បាយចិត្តហេតុអីបើធ្វើដាក់គេបែបហ្នឹងហើយប្រទេសជិតខាងហ្នឹងគឺប្រទេសដែលគេខំជួយក្នុងបំរុងគេជួយហេតុអីក៏ប្រទេសជិតខាងគេអស់នឹងធ្វើបាបប្រទេសគេម្លេះអញ្ចឹងបងប្អូនគេនិយាយអញ្ចឹងណាប្រទេសថៃហ្នឹងគេជួយគ្រប់សពបែបយ៉ាងប៉ុន្តែប្រទេសជិតខាងហ្នឹងអ្នកជិតខាងហ្នឹងគឺធ្វើបាបមកប្រទេសថៃវិញហ្នឹងហើយបងប្អូនវាមិនគិតថាប្រទេសវាហ្នឹងជន់ឈ្លីនៅប្រទេសគេមើងងាយប្រទេសគេជំរាបមិនអីមិនវាមិនទៅនឹងការឈ្លានពានរបស់វាបាទប៉ុណ្្នឹងហើយវាអត់ដឹងខ្លួនថាប្រទេសវាហ្នឹងគេស្អប់ប្រទេសវាប៉ុណ្ណាប្រទេសវាហ្នឹងគឺជាប្រទេសដែលវាមិនចូលចិត្តមើងងាយសាសជាតិដទៃមើងងាយដូចជាឡាវភូមាកម្ពុជាគឺវាមើងងាយវាមើងងាយយើងហ្នឹងប្រទេសជាតិវាប៉ុណ្ណឹងវាអត់ដឹងខ្លួនទៀតដឹងតែគេស្អប់វាប៉ុណ្ណាស្បែកតែម៉ាឡេស៊ីក៏បិទទំនិញខ្លះរបស់ចោលសៀមដែរមិនឲ្យចូលក្នុងប្រទេសកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីដែរបងប្អូនអញ្ចឹងហើយយើងទាំងអស់គ្នាទៅតែសាមគ្គីគ្នាបេហិការទំនិញរបស់ចោលសៀមទាំងអស់គ្នាបាទបងប្អូនអរគុណច្រើន